ចាជម្រាបសួរបងប្អូនសុខសប្បាយទេថ្ងៃនេះខ្ញុំមានមុខម្ហូបគឺស៊ុបខ្ញុំគឺស៊ុបឆ្អឹងជ្រូកហើយលាយប្រហិតលាយពោះគោតិចតួចហើយជាដំបូងខ្ញុំបានចិតការ៉ុតចិតឆៃថាវហើយដាក់ដាំទឹកឲ្យពុះហើយដាក់យឺហឺខ្ញុំដាក់ឲ្យប៊ីខ្ញុំដាក់ទៅយឺហឺហើយនឹងខ្ទឹមប្រាំងដែលខ្ញុំដុតពាក់កណ្ដាលហ្នឹងដាក់ចូលចាហើយសាច់ខ្ញុំស្រោះវាមកទឹករួចហើយចាស្រោះវារួចហើយបានខ្ញុំលាងទឹកឲ្យស្អាតហើយទឹកពុះខ្ញុំដាក់គ្រឿងក្រៅចូលហើយបានខ្ញុំដាក់ឆ្អឹងស៊ុបចូលចាឆ្អឹងស៊ុបគោហ្នឹងចូលបន្ទាប់មកទៀតខ្ញុំក៏បានរំងាស់វាមួយសន្ទុះឲ្យរាងផុយឆ្អឹងហើយខ្ញុំក៏បានដាក់ការ៉ុតចូលហើយនឹងឆៃថាវចាដាក់ការ៉ុតនឹងឆៃថាវចូលហើយគ្របវាទុកចោលឲ្យផុយការ៉ុតនឹងមួយសន្ទុះហើយខ្ញុំក៏បានដាក់ម្សៅស៊ុបអំបិលតែស៊ុបមាន់ចាសន្ទុះស៊ុបមាន់ខ្ញុំអត់ប្រើប៊ីចេងទេក្រុមគ្រួសារខ្ញុំអត់ប្រើប៊ីចេងទេប្រើតែស៊ុបមាន់អំបិលហើយនឹងទឹកត្រីហើយបន្ទាប់មកទៀតខ្ញុំបានដាក់គ្រឿងក្រៅហើយកូរវាឲ្យសព្វជាតិហើយខ្ញុំក៏បានគ្របទុករងាស់វាមួយសន្ទុះឲ្យពុះល្អហើយខ្ញុំក៏បានដាក់ប្រហិតចូលជាចុងក្រោយខ្ញុំបានដាក់ប្រហិតចូលហើយនឹងរងាស់វាមួយសន្ទុះដែរឲ្យប្រហិតនឹងរាងឆ្អិនណាបន្ទាប់មកទៀតខ្ញុំក៏បានរៀបចំស្រុះកាទៀវខ្ញុំឯនេះមាន3ប្រភេទកាទៀវសលឿងហើយនឹងកាទៀវមួយទៀតនោះគឺយើងអាចយកទៅឆាបានហ្នឹងខ្ញុំដាក់រាយគ្នាហ្នឹងហើយឆ្ងាញ់បងប្អូនមានរសជាតិឆ្ងាញ់ចាហើយបងប្អូនដាក់ធ្វើស៊ុបបងដាក់ទៅភ្លក់តាមរសជាតិដែលបងប្អូនចង់បានសម្រាប់ខ្ញុំក្រុមគ្រួសារខ្ញុំគឺដាក់ឲ្យភ្លក់រសជាតិដែលចង់បានត្រូវមាត់ហើយពួកយើងក៏បានដាក់ចូលកាទៀវនឹងញ៉ាំជុំគ្រួសារចុងអាទិត្យជារៀងរាល់អាទិត្យអញ្ចឹងណាតែកាទៀវហ្នឹងយូរខ្ញុំធ្វើម្ដងទេដូរផ្លាស់ប្ដូរគ្នាធ្វើមុខហូបផ្សេងអញ្ចឹងណាហើយនេះខ្ញុំបានរៀបចំដាក់ចាននេះមានពោះគោហើយនឹងសាច់គោហាន់ហើយនឹងសាច់ជ្រូកច្រាមចាអរគុណជម្រាបលាបងប្អូន